សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាជាមួយមុខម្ហូបមួយមុខទៀតហើយគឺគ្រឿងសមុទ្រលីងអំបិលម្ទេសមើលចុះក្តាមស្រស់តែម្ដងដំបូងយើងត្រូវហាន់ម្ទេសឲ្យល្អិតសិនម្ទេសកាន់តែច្រើនកាន់តែឆ្ងាញ់ហើយហឹរដល់ចាត់តែម្ដងបន្ទាប់មកយើងបន្ថែមទឹកបន្តិចនិងប៊ីចេងបន្តិចដើម្បីឲ្យមានរសជាតិប្រៃនិងហឹរល្មមឥឡូវយើងចាប់ផ្ដើមដាក់ម្ទេសចូលក្នុងខ្ទះឲ្យវារាងឈ្ងុយបន្តិចអូហូគ្រាន់តែដាក់ចូលភ្លាមក្លិនឈ្ងុយសាយភីពេញផ្ទះបាយតែម្ដងកុំភ្លេចកូរឲ្យសព្វគ្រឿងផងណាឥឡូវដល់វគ្គដាក់ក្តាមចូលហើយមើលសាច់ក្តាមឡើងសខ្ចីយើងលីងវាជាមួយម្ទេសឲ្យចូលជាតិគ្នាឲ្យសព្វល្អមើលចុះក្តាមចាប់ផ្ដើមបដូរពណ៌ហើយឡើងក្រហមព្រឿងគួរឲ្យចង់ញ៉ាំងណាស់ឥឡូវយើងបន្ថែមងាវចូលទៀតដើម្បីឲ្យកាន់តែសម្បូរបែបអូយតំណងណាស់បងប្អូនអើយក្លិនឈ្ងុយម្ទេសបូករួមជាមួយគ្រឿងសមុទ្រស្រស់បែបនេះអ្នកណាមិនឃ្លានមកចិត្តឆ្អិនហើយអិនហើយឥឡូវយើងដួសដាក់ចានមុខម្ហូបនេះញ៉ាំជាមួយបាយក្តៅឬធ្វើជាគ្រឿងក្លែមក៏អែមដែរកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណាអរគុណសម្រាប់ការទស្សនា